ដល់ពេលវាចាប់ផ្ដើមវាចេញchứយើងចាប់ផ្ដើមយើងឲ្យខាងការងារយើងចាប់ផ្ដើមដាក់កាច់ក្រមចេកកាច់មូលវាដើម្បីចេញមកចេកចាបងចេញមកចេកហ្នឹងហើយអានោះសិតមកកាច់ឯបាទសិតមកចំណាយថវិការបស់ខ្ញុំក្នុងមួយឆ្នាំមិនតិច$1,000ទេទៅចំណាយទៅលើប្រទេសចានឹងយកពីបោះគេមកហើយគេមើលងាយយើងទៀតបាទត្រូវហើយតែឥឡូវខ្ញុំអត់ទេបាទឆ្នាំនេះខ្ញុំធ្វើខ្ទង់200000អូ200000ដើមបាទ200000ដើមតែបើឆ្នាំក្រោយបើបងប្អូនប្រជាជនខ្មែរយើងគ្រប់គ្រងផលិតផលរបស់ខ្មែរខ្ញុំអាចធ្វើដល់រាប់លានដើមមិនចេះតែយកតាមប្រភេទដីដែលយើងគិតថាល្អយើងមកដាក់ដោតយកទេបងប្អូនគឺមានបច្ចេកទេសរបស់គាត់តាំងពីខាងក្រៅមកហើយដីនេះប្រភេទដីក្រហមបងប្អូនចាប្រភេទដីក្រហមបងចុះថង់យ៉ាងច្រើននៅខាងក្រៅយើងនេះអានេះទុកសម្រាប់ធ្វើអីដែរបងអានេះសម្រាប់បងសម្រាប់យើងតបងប្អូនណាបើយើងតហើយពេលដែលយើងតហើយហ្នឹងយើងដល់ថ្ងៃត្រូវដកយកមកស្ទុងអញ្ចឹងយើងធ្វើដីយើងមានឈើមកយើងឈើយើងបុកវាត្រង់បាទនេះយើងបុកវាមកបងប្អូនសាកទាយមើលថាខាងមុខខ្ញុំនេះគឺជាអ្វីនេះខ្ញុំចូលមកដំបងទៅច្រឡំថាក្របខ្នៅក្របអីផ្សេងទៅមើលឲ្យមកថង់ឡើងច្រើនហ្មងបងប្អូនឡើងតំណងហើយមិនមែនមានតិចទេណាបងប្អូនដល់ខាងក្រៅទៀតសិតតែអញ្ចឹងទាំងអស់ហ្មងថង់នេះអាចចូល30-40គ្រាប់ហើយចង់ដឹងថាគាត់ធ្វើអីគេក្នុងមួយថង់មានដាក់គ្រាប់ច្រើនចេះទៅជួបគាត់ដោយសារតែឥឡូវនេះកំពុងឃើញញាប់ដៃញាប់ជើងមែនទែនហើយគាត់កំពុងឈរប្រាប់ថាត្រូវធ្វើមិនអីអញ្ចឹងណាហើយចង់ដឹងពីដំណាក់កាលមួយហ្នឹងគឺធ្វើរបៀបមិនខ្លះដើម្បីបានជាកូនតរ៉េនមួយយកទៅដាំណាបងជម្រាបសួរបងបាទជម្រាបសួរបាទហ្នឹងហើយចាបងឃើញចូលមកដល់កន្លែងបងវ៉ាវមែនទែនហ្មងដោយសារតែខ្ញុំធ្លាប់ទៅដើរថតតាមចការតរ៉េនតែអត់ដឹងថាធ្វើកូនតរ៉េនហ្នឹងដើម្បីយកទៅដាំដល់កន្លែងហ្មងអាហ្នឹងត្រូវធ្វើមិនខ្លះទេបងដល់ចូលមកដល់នេះគឺពិតជាសប្បាយចិត្តណាបានមកឃើញបងធ្វើបែបនេះហើយបងស្ថិតនៅបងដំបងសុំណៃតាមឈប់សិនខ្ញុំឈ្មោះពុត្រីលោកកូនទុរ៉េនបាទហើយភេករបស់ខ្ញុំភេកកសកម្មស្រុកសំឡូតបងប្អូនណាបាទជំរាបសួរបងប្អូនបាទនេះដំណាក់កាលទី1បាទគាត់ចង់ដឹងពីដំណាក់កាលទី1ដំណាក់កាលទី1យើងក្របដែលយើងយកមកហើយយើងត្រូវការទុកវាដើម្បីឲ្យវាដុះតិចៗចឹងដុះតិចសិនបងចាបាទដុះតិចទៅយើងយកមកដោតហើយដោតលក្ខណៈដោតបងប្អូនមើលបាទដោតតំណងចាបាទយកក្បាលចេញទៀតហើយយើងលើកតិចមកយើងដោតយើងដាក់ខាងចាក្រៅដើម្បីវាដុះបាទអូចឹងមួយថង់នេះអាចប្រមាណគ្រាប់នេះវាមានខ្ទង់ពី35ទៅដល់40 35ទៅដល់40ទៅតាមអ្វីដែលយើងដាក់ទៅមកពេញហ្នឹងមកពេញហ្នឹងបាទអាចកំណត់ទេណាបងចាអាចឆ្លាស់ប៉ុណ្ណឹងហើយក្របដែលបងយកមកដល់ហ្នឹងគឺទុកប្រហែលថ្ងៃអាចបានចេញអាសហ្នឹងបងយើងយកមកដល់វាមានមកដល់ភ្លាមយើងកំងពីប្រទេសក្រៅមកអញ្ចឹងវាមកដល់ភ្លាមវាអាចមានដុះខ្លះប្រហែលជាអាច30ទៅ40%អញ្ចឹងយើងយកអា30-40%ហ្នឹងយើងរើសហើយយើងបដិញបន្តរហូតបដោះមួយថ្ងៃយើងបដោះឲ្យអស់ចឹងយើងខានមួយថ្ងៃដើម្បីឲ្យវាដុះបន្តទៅទៀតអានេះវគ្គនេះ2តោនតែឥឡូវហ្នឹងវាដុះចិត្តអស់ហើយនៅសល់តិចទេនៅសល់តិចទៀតចាហើយតិចបងប្អូនយើងឃើញក្នុងเพจមានសកម្មភាពដូចថាបដោះកូនអីអញ្ចឹងគាត់ញ៉ាំទុរេនគាត់ថាអូតែងទៅលើក្រោយអត់ឲ្យខាតទេញ៉ាំពូជអីផ្សេងគាត់ចង់បានដូចថាញ៉ាំមិនថងអញ្ចឹងទៅគាត់ចង់សំគ្រាប់ទុកដើម្បីបដោះអញ្ចឹងដែរបានទេបងធ្វើអត់កើតទេបាទធ្វើអត់កើតទេបាទធ្វើអត់កើតទៀតដោយសារទី1ក្របដែលយើងកំងមកនេះពូជទុរេនដែលយើងសម្រាប់យកមកធ្វើសម្រាប់ពូជដូនតាហ្នឹងវាធន់នឹងជំងឺបងប្អូនធ្លាប់ដឹងទេណាបាទវាធន់នឹងជំងឺអញ្ចឹងបើយើងគ្រាប់បានផងយើងដឹងហីយើងហែកមកស្ពាតដែលមានគ្រាប់វាកម្លាំងទេបាទអញ្ចឹងនេះសិតតែពូជមិនអីគេដូនតាតែបងកំងមកបាទគ្រាប់ដូនតាចាអាចមួយជើងប្រហែលតោនទេបងអានេះខ្ញុំដាក់នេះមួយជើង2តោនអញ្ចឹងខ្ញុំដាក់អាចខ្ទង់6តោនអញ្ចឹង6តោនហ្នឹងវាអាចខ្ទង់20,000ដើមជាងអញ្ចឹងដល់ពេលវាចាប់ផ្ដើមវាចេញយើងចាប់ផ្ដើមយើងឲ្យខាងការងារយើងចាប់ផ្ដើមដាក់កាច់ក្រមចេកកាច់មូលវាដើម្បីចេញមកចេកចាបងចេញមកចេកហ្នឹងហើយអានោះសិតមកកាច់បាទសិតមកកាច់ដល់ពេលវាដុះចេញជាដើមមកវាចេញមកឈ្នួលកដាលវាហ្នឹងវាចេញជាដើមបាទវាចេញជាដើមឡើងត្រង់បាទហើយបើយើងអត់កាច់ទេវាដើមអត់បានទេវានៅបាក់នៅហ្នឹងអញ្ចឹងណាបាទអញ្ចឹងយើងដាក់កាច់តាមគ្រាប់ពេលវាកាច់ហើយអញ្ចឹងទោះបីដើមវាកោងអញ្ចឹងពេលកាច់វាឡើងត្រង់ដូចនៅខាងនោះអញ្ចឹងចាខាងនោះដុះបានចេញជាត្រួយណាអានេះចាប់ដល់ថ្ងៃកាត់ទេបងប្អូនបាទដល់ថ្ងៃកាច់ហីតែគ្រាន់ថាយើងកាច់អាណាដែលវាលោតមុនយើងកាច់មុនអាណាវានៅក្រោយយើងទុកក្រោយអញ្ចឹងណាចាអានេះរយៈពេលវាមួយខែហើយមួយខែអានេះខ្ទង់ប្រហែលជា5ថ្ងៃអីទៀតយើងមុំតវាហើយមួយអាទិត្យ5ថ្ងៃទៅមួយអាទិត្យទៀតយើងអាចតវាបានហើយបងប្អូនណាបាទអញ្ចឹងកាត់តវាយើងកាត់ត្រួយចេញហ្មងកាត់តវាយើងចាប់ដើមកាត់ដើមវាយកប៉ានេះបាទយកប៉ានេះហើយ
បានយើងតពូជយើងតម្រូវការពូជចង់បានពូជអីគឺយើងដាក់ពូជហ្នឹងចាតាមទីផ្សារដែលថាពីចង់ដាំពូជណាច្រើនអញ្ចឹងដូចមិនថងអញ្ចឹងបងតមិនថងទៅចង់មូសង្ឃឹមតមូសង្ឃឹមបាទហ្នឹងហើយតែខ្ញុំអត់ដឹងឯងបងត្បូងស្មានតាដូចថាយើងចង់ញ៉ាំពូជអីឬចង់ដាំពូជអីយើងត្រូវទុកគ្រាប់ពូជហ្នឹងតែជាក់ស្ដែងមកដល់កន្លែងបងគឺថាភ្ញាក់ព្រើនហ្មងមែនទេពូថាក្របនេះសិតតែដូនតាទាំងអស់ហ្មងបាទដូនតាទាំងអស់ហើយបើយើងមើលតែក្របបងប្អូនមើលតែក្របដឹងហើយបងប្អូនដែលធ្លាប់ញ៉ាំតរ៉េនបងប្អូនមើលក្របបងប្អូនដឹងហើយណាបាទព្រោះអីក្របវានេះខ្ញុំដកបងប្អូនមើលបាទក្របវាមូលអញ្ចឹងបងប្អូនណាបាទមូលអានេះក្របប្រភេទក្របធន់ជំងឺបាទវាមូលហើយបើក្របម៉ាន់ថងស្បៀតវាស្បៀតបាទវាស្បៀតទេបងអានេះយើងដោតចាប់ផ្ដើមវាដុះសហើយខ្ញុំដោតពីថ្ងៃទី28ខែ7អញ្ចឹងវាមកដល់ថ្ងៃនេះវា16ថ្ងៃណាបាទអញ្ចឹង16ថ្ងៃបាទ16ថ្ងៃវាចាប់ផ្ដើមវាបែកទេបងប្អូនណាបាទវាចេញហើយវាចេញពីដើមដឹងថាបែកល្អហ្មងចេញបងបាទវាចេញរបៀបនេះចាប់ពីចេញហើបហើយវាហើបមិនស្នូលអញ្ចឹងយើងចាប់ផ្ដើមយើងមូលវាបន្តិចមកចេញហ្មងបាទនេះអញ្ចឹងអានេះវាទៅជាដើមហើយណាគាត់វាទៅជាដើមឡើងត្រង់បាទហើយអានេះឃើញអាធំនេះអាហ្នឹងកុលរបស់វាកុលឃើញអាកន្លែងធំចាខៀវនឹងដើមរបស់វាគល់របស់វាអូសិតតែបច្ចេកទេសហ្នឹងបងអូនមិនមែនថាយើងជិះតែធ្វើបានទេដីមួយកាម3បាទប្រភេទដីមួយកាម3ខាងក្រោមដីបាទតើមកមានកាមទេបងកាមហើយចុះខាងលើនេះបងខាងលើចកៃដូងអូចកៃដូងឡើងតុនចកៃដូងនេះដើម្បីអីបងប្អូនដើម្បីឲ្យវាបៀមទឹកឲ្យវាជាប់ទឹកដើម្បីចិញ្ចឹមទៅលើក្របហ្នឹងពេលយើងដាក់ទឹកមកវាសើមអើបហ្នឹងវាដុះល្អចា4តំណកាលណោះមិនចេះតែយកតាមប្រភេទដីដែលយើងគិតថាល្អយើងមកដាក់ដោតយកទេបងប្អូនគឺមានបច្ចេកទេសរបស់គាត់តាំងពីខាងក្រៅមកហើយដីនេះប្រភេទដីក្រហមបងប្អូនចាប្រភេទដីក្រហមបងចុះថង់យ៉ាងច្រើននៅខាងក្រៅយើងនេះអានេះទុកសម្រាប់ធ្វើអីដែរបងអានេះសម្រាប់សម្រាប់យើងតបងប្អូនណាបើយើងតហើយពេលដែលយើងតហើយហ្នឹងយើងដល់ថ្ងៃត្រូវដកយកមកស្ទុងអញ្ចឹងយើងធ្វើដីយើងមានឈើមកយើងបុកវាត្រង់បាទនេះយើងបុកវាប្រហោងហើយយើងចាប់ផ្ដើមស្ទុងកូនបាទហើយយើងបិទវាវិញម្ដងតាមថងអញ្ចឹងណានេះគេស្ទុងដូចស្រូវដែរបាទហ្នឹងហើយប្រភេទកូនទុរេននេះពីមុនមកគេថាយើងយកពីខាងអ្នកចិត្តខាងតែលេខ2អីអញ្ចឹងទៅយើងអាចធ្វើខ្លួនឯងបានទេតែឥឡូវនេះមកដល់ឃើញបងបែបនេះបងបាទហ្នឹងដូចខ្ញុំធ្លាប់សន្យាជាមួយបងប្អូនពីមុនមកខ្ញុំធ្លាប់ទៅព្រោះអីខ្ញុំធ្លាប់រកស៊ីចេញចូលជាមួយនឹងតេលី2អញ្ចឹងណាបាទតែដល់ពេលខ្ញុំធ្លាប់ទៅអញ្ចឹងខ្ញុំក៏ឃើញចំណុចខ្វះខាតស្រុកខ្មែរយើងអាហ្នឹងជាចំណុចខ្វះខាតហើយណាបាទអញ្ចឹងខ្ញុំក៏ធ្លាប់សន្យាជាមួយបងប្អូនភេករបស់ខ្ញុំបងប្អូនធ្លាប់ដឹងហើយភេកកសិកម្មស្រុកកំឡូតហ្នឹងខ្ញុំធ្លាប់សន្យាថាខ្ញុំនឹងមកបើកនៅស្រុកខ្មែរហើយបងប្អូនក៏ខមមិនមកច្រើនថាបងបើកទៅបើកនៅស្រុកខ្មែរទៅល្អណាស់បើកគ្រប់គ្រងខ្លាំងឥឡូវខ្ញុំក៏បើកចាប់ដើមខ្ញុំបើកហើយខ្ញុំធ្វើ2ឆ្នាំហើយបងប្អូនតែខ្ញុំធ្វើទី1យើងធ្វើល្មមដើម្បីស្ទាបស្ទង់ទី2ទី3ឆ្នាំទី3ដែលខ្ញុំធ្វើបាទដំបូងគេយើងយកពីគេហ្នឹងបាទគេមើលងាយយើងទៀតណាយើងធ្វើបានទេឥឡូវខ្ញុំបងប្អូនខ្ញុំចំណាយថវិការបស់ខ្ញុំក្នុងមួយឆ្នាំមិនតិច$1,000ទេទៅចំណាយទៅលើប្រទេសចាហ្នឹងគេយកពីរបស់គេមកគេមើលងាយយើងទៀតបាទត្រូវហើយតែឥឡូវខ្ញុំអត់ទេបាទផ្ដាច់ឲ្យសាយយ៉ាបាទចាឥឡូវផ្ដាច់ឲ្យមកបើកខ្លួនឯងហ្មងបងប្អូនបើកខ្លួនឯងមកធ្វើបានយ៉ាងជោគជ័យច្រើនឡើង2ឆ្នាំហ្នឹងបងប្អូនហើយរាប់ម៉ឺនដើមតាមបងប្រុសនិយាយឆ្នាំនេះខ្ញុំធ្វើខ្ទង់200000អូ20,000ដើមបាទ20,000ដើមតែបើឆ្នាំក្រោយបើបងប្អូនប្រជាជនខ្មែរយើងគ្រប់គ្រងផលិតផលរបស់ខ្មែរខ្ញុំអាចធ្វើដល់រាប់លានដើមឲ្យបងប្អូនទៅដល់បាទអញ្ចឹងបងប្អូនកុំភ្លេចជួយ share ផងបងប្អូនព្រោះថាបងប្រុសនៅក្នុងស្រុកសំឡូតឈ្មោះបងត្រាគាត់ធ្វើបានទេណាបងប្អូនបណ្ដោះកូនទុរេនរាប់ម៉ឺនដើមនៅក្នុងស្រុកសំឡូតយើងហើយពីមុនមកគាត់ថាចំណាយលុយច្រើនមែនទែនរាប់ម៉ឺន$ទិញពីខាងគេមកហើយគេមើលងាយយើងទៀតថាយើងធ្វើបង្កើតឥឡូវនេះយើងធ្វើកើតទេបងប្អូនហើយឆ្នាំក្រោយទៀតបងប្អូនកាន់តែគាត់អាចឡើងដល់លានដើមឯណោះសម្រាប់បងតាមខេត្តអីគាត់ចង់កក់ចង់ទិញអីបងធ្វើមិនទៅបាទហ្នឹងគាត់ចង់បានដើមខ្ញុំមានខ្ញុំលក់ដូចជាដើមកូនសំទុងបងប្អូនមិនកូនសំទុងហ្នឹងអាហ្នឹងកូនប្រភេទយើងតហើយចាបងបាទយើងតហើយដែលបងប្អូនអាចត្រៀមដីដូចជាធ្វើជាថងហើយអញ្ចឹងបងប្អូនយកពីខ្ញុំទៅតហើយបងប្អូនយកទៅដោតស្ទុំយកតែម្ដងបាទហើយបងប្អូនប្រើថ្នាំប្រើអីអញ្ចឹងទៅក៏ខាងខ្ញុំមាន
របៀបរបបដែលណែនាំឲ្យបងប្អូនធ្វើបានអូស្រួលមែនតើបងចឹងបើថាចង់បានថាជាងធ្វើដំណាំកសិកម្មអីខាងទុរេននេះចង់បានកូនតាក់ទងទៅខាងបងប្រុសបានព្រោះថាបងនៅខាងស្រុកសំឡូតបងជួយណែនាំភូមិខ្ញុំនៅខាងស្រុកសំឡូតខេត្តបាត់ដំបងនេះពីមុនមកខ្ញុំមានទីតាំងខ្ញុំឥឡូវខ្ញុំមាន4កន្លែងបាទ4កន្លែងបាទអញ្ចឹងអានេះទីតាំងខាងសុងបាទទឹកដីខាងសុងស្រុកសំឡូតដូចគ្នាតែនៅក្នុងឃុំសុងភូមិចំការជែកចាភូមិចំការជែកឃុំសុងស្រុកសំឡូតខេត្តបាត់ដំបងពិតជាអរគុណបងប្រុសខ្លាំងមែនតើបងសម្រាប់ការចែករំលែកវីដេអូដ៏ល្អមួយនេះសម្រាប់កសិករយើងក្នុងស្រុកដំណាំកសិកម្មខាងទុរេនអញ្ចឹងបើសិនជាពេលដែលស្ទង់អីហ្នឹងគឺថានឹងសូមបងប្រុសមកថតបន្តទៀតដើម្បីឲ្យបងប្អូនបានទស្សនានិងជាចំណេះដឹងមួយដែរណាបងអរគុណច្រើនបងចា៎ហើយវីដេអូយើងក៏មានតែប៉ុណ្្នឹងដែរបងប្អូនកុំភ្លេចជួយ share ចែករំលែកម្នាក់មួយផងអរគុណច្រើន